ក្នុងរយៈពេល2ថ្ងៃនេះគឺក្នុងនាមអាជ្ញាធរខេត្តគឺបានសម្របសម្រួលជាមួយក្រុម AOT អាស៊ានដែលចុះទៅមើលទីតាំងដែលត្រូវបានពួកថៃឈ្លានពានរំលោភមកលើបូរណភាពទឹកដីរបស់យើងគឺ4ចំណុច4ទីតាំងបាទទី1គឺនៅតំបន់ច1ទី2កន្លែងស្ពានជ័យជំនះដែលយើងនៅឈរទីនេះហើយទី3គឺកន្លែងភ្លុកតម្រៃហើយទី4គឺច្រកជ័យជំនះច្រក56ដែលយើងទៅមើលមិញដែលមានតំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេសអីនៅតំបន់ហ្នឹងបាទនេះគឺការទំហំនៃការខូចខាតគឺយើងចែកចេញជា2ផ្នែកមួយគឺពាក់ព័ន្ធនឹងអគាររដ្ឋបាលរបស់កម្លាំងប៉ុស្តិ៍ជួរមុខហើយនឹងអគារមន្ទីរពេទ្យនិងមណ្ឌលសុខភាពហើយនឹងអគារពាណិជ្ជកម្មក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលយើងមើលឃើញស្ពាននៅពីក្រោយខ្នងរបស់យើងនេះអានឹងដែលជាចំណុចហើយនឹងការហុំព័ទ្ធយកផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៃ39គ្រួសារដែលយើងឃើញជាក់ស្ដែងហ្នឹងហើយយើងបាននាំក្រុម AOT ទៅនេះយើងបានបង្ហាញអ្វីដែលគេថាកម្ពុជាគម្រាមកំហែងកម្ពុជាឈ្លានពានយើងបានបកស្រាយជូនហើយជាក់ស្ដែងគឺមិនមែនកម្ពុជាអ្នកឈ្លានពានគម្រាមកំហែងទេគេឈ្លានពានគេគម្រាមកំហែងយើងគេឆ្លើយថាយើងជាអ្នកគម្រាមកំហែងគេហើយក្រុម AOT ក៏លោកបានយល់ថាគេយល់អស់ហើយកិច្ចការងារហ្នឹងបាទគេបានដឹងអស់ហើយគេដើរឃើញច្រើនហើយអញ្ចឹងកន្លែងនេះក៏ដូចជាកន្លែងផ្សេងៗដូចគ្នាដែរប្រមុខរដ្ឋាភិបាលលោកបានគិតគូរហើយបាទយើងយកច្បាប់អន្តរជាតិមកដោះស្រាយវាសល់អាយុជីវិតប្រជាជននៅកងទ័ពប្រមុខរដ្ឋាភិបាលលោកបានគិតគូរលោកក៏បានមានប្រសាសន៍ជាច្រើនលើកចន្ទសាហើយថាជីវិតមនុស្សមានតម្លៃជាងអ្វីៗទាំងអស់អញ្ចឹងយើងសុខចិត្តដោះស្រាយតាមច្បាប់អន្តរជាតិដោយសន្តិវិធីឲ្យអស់លទ្ធភាពជិះវៀងដែលយើងប្រឈមនឹងប្រដាប់អាវុធដែលធ្វើឲ្យបាត់បង់អាយុជីវិតរបស់ពលរដ្ឋនៅកងទ័ពហើយការបាត់បង់ជីវិតយើងកុំគិតថាភាគីកម្ពុជាភាគីថៃក៏ចឹងដែរដូចគ្នាបាត់បង់ទាំងសងខាងហើយខាងភាគីក៏ថៃក៏ចង់រស់ដែរគ្មានអាណាចង់ងាប់ទេបាទអញ្ចឹងប្រមុខរបស់យើងលោកឆ្លៀសវៃលោកបានគិតគូរថាសន្តិភាពដើម្បីយើងចូលតុចរចាដោះស្រាយនេះគឺវាសល់ជីវិតមនុស្សចឹងឯងបាទណា900គ្រួសារដែលយើងត្រូវទៅនៅកន្លែងតំបន់មានសុវត្ថិភាពបាទក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពមកគឺក៏យើងបានរាជរដ្ឋាភិបាលគឺបានផ្សព្វផ្សាយឲ្យពលរដ្ឋយើងត្រឡប់មកកន្លែងដើមវិញបាទឥឡូវនេះក្នុង900គ្រួសារនេះយើងនៅសល់តែ84គ្រួសារទេទី1គឺអ្នកដែលគេហុំព័ទ្ធយកណាដែលយើងមាន39គ្រួសារទី2គឺអ្នកដែលជាប់នឹងបលាលុះបដ ដែលយើងគាត់មិនអាចមកបានអញ្ចឹងគាត់មកហើយគាត់ឡប់ទៅវិញថាគាត់នៅមិនគាត់នៅជាប់បលាលុះហើយកម្លាំងយោធាថៃហ្នឹងគឺនៅដើរការពារនៅហ្នឹងអញ្ចឹងគាត់មិនហ៊ានរស់នៅគឺគាត់នៅកន្លែងតំបន់ដែលមានសុវត្ថិភាពដដែលការខូចខាតទាំងផ្ទះសម្បែងទាំងអគាររបស់រដ្ឋអីទាំងអស់ហ្នឹងគឺរាជរដ្ឋាភិបាលកំពុងតែគិតគូរហើយយើងមានក្រុមការងារច្រើនដែលចុះមកសិក្សាផលប៉ះពាល់គឺយកទៅជជែកគ្នាភាសានេះថាតើយើងដោះស្រាយវាមិនអានឹងជាយន្តការរបស់ថ្នាក់ជាតិហើយថ្នាក់ក្រមជាតិយើងគ្រាន់តែសម្របសម្រួលលទ្ធភាពឲ្យបងប្អូនយើងមករស់នៅឲ្យអស់លទ្ធភាពអាណាដែលវាក្នុងកម្រិតដែលថ្នាក់ក្រមជាតិធ្វើបានគឺថ្នាក់ជាតិគឺត្រូវតែធ្វើឧទាហរណ៍ថាវាលបើកសង្កសីមួយស្លឹកពីរស្លឹកអីឧបមាវាខូចខាតបន្តិចតួចអញ្ចឹងអានឹងគឺយើងចេះជួយប៉ះប៉ូវគាត់យើងមិនអាចយកទៅបោកជាមួយនឹងខខូចខាតហើយយើងពង្រីកការចំណាយកញ្ចប់ថវិកាជាតិធំពេកទេខ្លះយើងធ្វើខ្លួនយើងបានយើងជួយធ្វើគ្នាទៅកុំឲ្យចំណាយកញ្ចប់ថវិកាជាតិច្រើនក្នុងនាមជាអាជ្ញាធរហើយក៏ជាពលរដ្ឋមួយរូបរបស់ប្រទេសកម្ពុជាពិតជាអរគុណចំពោះក្រុមការងារអាស៊ានដែល AOT ដែលលោកចុះមកយ៉ាងសកម្មបំផុតចុះទៅដល់ជួរមុខតែម្ដងដើម្បីអង្កេតការដើម្បីទប់ស្កាត់កុំឲ្យការឈ្លានពានកុំឲ្យការបាញ់ប្រហារមកលើប្រជាជនកម្ពុជារបស់យើងនេះពិតជាមានតម្លៃមែនទែនពិសេសគឺប្រធានអាស៊ានណាអាន់វ៉ាដែលលោកតែងតែលះបង់ពេលវេលាគ្រប់យ៉ាងដើម្បីចូលរួមចំណែកក៏ដូចជាប្រធានាធិបតីដូណាល់ត្រាំណាប្រធានាធិបតីប្រទេសចិននៃប្រទេសពិភពលោកដែលគេជួយជ្រោមជ្រែងយើងអរគុណគេទាំងអស់
ได้បានមកចូលរួមទាំងអស់នេះហើយពិសេសមែនទែនគឺប្រមុខរដ្ឋាភិបាលរបស់យើងបាទគឺសម្ដេចទាំងទ្វេគឺមិនដែលមានម៉ោងពេលសម្រាប់ទេគិតគូរពីរឿងបញ្ហាបូរណភាពទឹកដីបញ្ហាអាយុជីវិតកងទ័ពអាយុជីវិតប្រជាជនសុខទុក្ខរបស់ប្រជាជនទាំងអស់ដែលកំពុងតែធ្វើពេលបច្ចុប្បន្ននេះគឺពិតជាឆ្លើយតបទៅនឹងស្ថានភាពដែលកំពុងប្រឈមនៃការឈ្លានពានយ៉ាងខុសខើបំផុតមកលើបូរណភាពទឹកដីរបស់យើងនេះគឺរាជរដ្ឋាភិបាលរបស់យើងគឺមិននៅស្ងៀមទេគឺជួយពុកម៉ែបងប្អូនយើងទាំងអស់គ្រប់ទិសទីទាំងអស់បាទសូមអរគុណ